ក្រសួងការពារជាតិកម្ពុជាបានប្រកាសថាយោធាថៃបានបើកការបាញ់ប្រហារមុនមកលើទីតាំងកម្លាំងកម្ពុជានៅតំបន់អានសេសក្នុងខេត្តព្រះវិហារចំនួន2លើកនាថ្ងៃទី27ខែកញ្ញាឆ្នាំ2025ក្រោយហេតុការណ៍ផ្ទុះអាវុធប្រធានប្រសិទ្ធិកម្ពុជាលោកហ៊ុនសែនបានអះអាងថាមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់និងកាំភ្លើងយន្តតែបើទោះបីជាមានការបាញ់ប្រហារយ៉ាងដូចនេះក្តីលោកហ៊ុនសែនស្នើឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនតបតជុំវិញការវិវត្តចុងក្រោយនៅតាមបន្ទាត់ព្រំដែនខ្មែរថៃនេះក្រុមអ្នកវិភាគបានវិយតម្លៃថាការបង្កហេតុរបស់យោធាថៃជាថ្មីទៀតនេះគឺជាយុទ្ធសាស្ត្រទាញប្រជាប្រិយភាពរបស់មេទ័ពភូមិភាគពីថៃដែលជិតចូលនិវត្តន៍និងជាការគំរាមកម្ពុជាកុំឲ្យលើកបញ្ហាថៃឈ្លានពានកម្ពុជាប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលោកបរិទ្ធសេងសេរីអ្នកវិភាគនយោបាយយល់ថាការដែលយោធាថៃបើកការវាយប្រហារមកលើយោធាកម្ពុជាជាថ្មីទៀតនៅថ្ងៃទី27ខែកញ្ញាគឺដោយសារតែថៃចង់ដូរទិសដៅនយោបាយផ្ទៃក្នុងរបស់ខ្លួន